សកម្មភាពរបស់ថ្នាក់ដឹកនាំសាខាសមាគមសន្និសីទបញ្ញវន្តក្មេងវត្តខេត្តកោះកុងថ្ងៃសុក្រ9រោចខែកដឹកឆ្នាំម្សាញ់ពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 13:30 នាទីរសៀលនេះព្រះកុសលមង្គលហេងប៊ុនសាមព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយជាព្រះព្រហ្មកិស័កព្រះសមុទ្ធរអនុគុណសុខសែអំបិលជាព្រះចៅអធិការវត្តសិលារតនារាមហើយវត្តអង្គរភ្នំខ្លុងជាព្រះប្រធានរដ្ឋបាលសាខាសមាគមសន្និសីទបញ្ញវន្តក្មេងវត្តខេត្តកោះកុងនិងជាព្រះអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាសុខសែអំបិលតំណាងដ៏ខ្ពង់ខ្ពស់ព្រះធម្មានុលក្ខបាលីវិចិត្រព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយជាព្រះទីបធម្មាភិបាលព្រះប្រឡាត់គុណខេត្តកោះកុងនិងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាងនិងជាព្រះប្រធានកិត្តិយសនៃសាខាសមាគមសន្និសីទបញ្ញវន្តក្មេងវត្តខេត្តកោះកុងលោកយឹមចន្ទធីអនុប្រធាននៃអនុសាខាសមាគមសន្និសីទបញ្ញវន្តក្មេងវត្តសុខសែអំបិលលោកខួនគោប្រធានរដ្ឋបាលអនុសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសុខសែអំបិលព្រមទាំងសមាជិកសមាជិកាចំនួន5នាក់បានចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារនៃសពលោកតាយីសួនអាយុ82ឆ្នាំដែលទទួលមរណភាពនៅវេលាម៉ោង 2:21 នាទីនៅក្នុងថ្ងៃប្រហ័សទី13ខែវិច្ឆិកាឆ្នាំ2025ដោយរូបគាជាអធិស្ថិតនៅភូមិថ្មីឃុំស្កែអំបិលស្រុកស្កែអំបិលនៃខេត្តកោះកុងនៅក្នុងនោះអំណោយរួមមានអង្ករ25គីឡូក្រាមទឹកបរិសុទ្ធ10យួរមី1កេសទឹកផ្លែឈើ1កេសទឹកត្រី1យួរទឹកសេអ៊ូ1យួរសាដកចំនួន2បាឡុងចំនួន1រួមនឹងតែស្ករទឹកដោះគោមួយចំនួនទៀតព្រមទាំងថវិកាចំនួន 15,000 រៀលផងដែរដែលជាអំណោយមូលនិធិដ៏ថ្លៃថ្លារបស់ឯកឧត្តមហ៊ុនម៉ាណិតប្រធានអចិន្ត្រៃយ៍នៃសមាគមសន្និសីទបញ្ញវន្តក្មេងវត្តនិងលោកជំទាវជីវ៉ាអភិបាលនៃគណៈអភិបាលខេត្តកោះកុងតាមរយៈសាខាសមាគមសន្និសីទបញ្ញវន្តក្មេងវត្តខេត្តកោះកុងខំសាងអើយចិត្តស្មងខំសាងអើយចិត្តស្មងអើយមិនគួរឡើយសងបាបគ្រងប្រាំងព្រាត់គ្នាអោណាហេតុអ្វីអើយកម្មពីបាត់រូបកែវអើយពុំងាអោសងណាយតាយប្រលឹងកែវអើយឲ្យមកស្រមៃអងណាយយើងអាភពក្រៃអងណាយយើងគ្មានណាកុំគិតណា